សម្រាប់ហួយយន្តមើលឃើញកាកសំណល់សម្រាមគឺជាលុយខ្ញុំអត់ដឹងបើមិញឮថាស្អីគេសម្រាមពណ៌ស្អីមួយទៀតបាទ brown មួយទៀតមានពណ៌បាទមានពណ៌ថ្នោតសម្រាប់នេះប៉ុនសម្រាប់ហួយយន្តធ្លាប់តែប្រើថាសម្រាមគឺជាលុយសម្រាប់ហួយយន្តហើយយើងបានធ្វើយើងបានបង្ហាញយើងអត់ចង់ធ្វើម្នាក់ឯងយើងចង់រួមគ្នាទាំងអស់គ្នាហើយមានរហូតដល់មានបទបង្ហាញមួយចំនួនត្រូវបានខ្ញុំផ្ទាល់បង្រៀនបង្ហាត់បង្ហាញឲ្យកែច្នៃទៅធ្វើកសិកម្មធ្វើជាមួយឲ្យចំណេញពីព្រោះគ្រប់យ៉ាងយើងទិញទាំងអស់ទេវាអត់បានចំណេញទេអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងតែងតែបង្ហាត់បង្ហាញឲ្យកសិករមិនថាតូចមិនថាធំគាត់គួរតែធ្វើបានគឺធ្វើដោយខាងវិទ្យាសាស្ត្រដីបានបង្ហាញប្រមាញ់មិនថាជីទឹកមិនថាជីគោកយើងអាចធ្វើបានហើយងាយហើយវាអត់មានបច្ចេកវិទ្យាហោះលោតមកពីប្រអិនណាទេក្រៅតែពីរឿងធ្វើតាមបច្ចេកទេសគ្រាន់តែថាយើងបំពាក់ដោយម៉ាស៊ីនដោយហួយយន្តយើងមានម៉ាស៊ីនទំនើបស្វ័យប្រវត្តិហើយក៏យើងធ្វើតាំងពីកប៉ុសដែលយើងនិយាយថាដូចខាងបងបង្ហាញតាំងពីទឹកមិញអញ្ចឹងយើងធ្វើដោយដៃបន្ទាប់មកយើងគាត់បញ្ចូលជាម៉ាស៊ីនដល់បច្ចុប្បន្ននេះគឺទំនើបមានន័យថានៅពេលដែលយើងចង់បាន100តោនយើងចង់បាន200តោនយើងចុចកុំព្យូទ័រទៅវានឹងចេញឲ្យហើយវាប្រើរយៈពេលប្រហែលម៉ោងវានឹងចេញឲ្យសម្រាប់ផលិតផលទាំងអស់ហ្នឹងហើយនៅពេលដែលយើងមានបច្ចេកវិទ្យាខ្ពស់អញ្ចឹងគឺប្រសិទ្ធភាពការងារគឺកាន់តែខ្ពស់ហើយក៏យើងត្រូវការទុនក៏ខ្ពស់ដែរអញ្ចឹងនេះគឺជារោងចក្រដែលយើងបានធ្វើហើយយើងបានកំពុងតែផលិតរាល់ថ្ងៃយើងធ្វើការតាំងពីម៉ោង4ដល់ម៉ោង11យប់អញ្ចឹងមាន3វេនដែលកំពុងតែធ្វើនឹងដុតដៃដុតជើងសម្រាប់ម៉ាស៊ីនយើងអាចធ្វើបាន24ម៉ោងប៉ុន្តែកម្លាំងនៅបច្ចុប្បន្នយើងធ្វើ3វេនសម្រាប់យើងធ្វើបច្ចុប្បន្នបាទ